ហើយយើងទៅមេរៀនទី10ទៅគឺតាក់ទងទៅនឹងយើងនិយាយពីវិសមភាពបាទអញ្ចឹងសមភាពហ្នឹងគឺភាពស្មើគ្នាអញ្ចឹងនៅពេលពាក្យថាវិមុខហ្នឹងគឺវាទៅជា negative ទៅជាអវិជ្ជមានវិញទៅជាភាពមិនស្មើគ្នាឧទាហរណ៍ថាគេនិយាយគេសាមញ្ញបាទសាមញ្ញអញ្ចឹងណាបាទបើផ្ទុយវាគឺជាវិសាមញ្ញគឺមិនសាមញ្ញអញ្ចឹងទៅបាទតោះអញ្ចឹងយើងទៅមើលទៅទី1គឺសញ្ញានៃវិសមភាពអញ្ចឹងឲ្យតែនិយាយពីសញ្ញាហ្នឹងគឺគេណែនាំយើងថាវិសមភាពគឺជាអ្វីបាទយើងសម្គាល់កន្លែងណាដែលថាអាហ្នឹងគឺជាវិសមភាពកន្លែងហ្នឹងបាទថាមិនកន្សំលេខ2ដែលនៅសងខាងសញ្ញានេះសញ្ញាហ្នឹងគឺសញ្ញាគេសញ្ញាធំមានក្រោមគឺធំជាងឬស្មើតូចជាងអានេះគឺតូចជាងឬស្មើអញ្ចឹងនៅពេលដែលយើងឃើញកន្សំលេខ2ហើយនៅចន្លោះកណ្ដាលវាមានសញ្ញាទាំង4ហ្នឹងគឺគេហៅថាវិសមភាពហើយអញ្ចឹងពីមុនមកយើងរៀនពីសញ្ញាស្មើឧទាហរណ៍ថាអីគេ3ស្មើ2បូក1ទៅគឺអាហ្នឹងគឺសមភាពបាទកន្សំលេខទាំងពីរហ្នឹងគឺវាស្មើគ្នាភ្ជាប់ឲ្យអានេះសញ្ញាស្មើហ្នឹងអញ្ចឹងវិសមភាពឧទាហរណ៍ថា3ជាមួយ2អញ្ចឹងបាទយើងមើលទៅឃើញអត់នេះកន្សំលេខ2បាទហើយមានសញ្ញាហ្នឹងគឺនេះសញ្ញានេះអញ្ចឹងឲ្យតែមានសញ្ញាមួយនៅក្នុងចំណោមសញ្ញាទាំង4ហ្នឹងគេហៅថាវិសមភាពហ្នឹងគ្នាបាទកន្លែងហ្នឹងតោះមួយទៀតគឺយើងទៅរៀនអំពីទិសដៅសមភាពទិសដៅវិសមភាពសមភាពមានវិសមភាពទី1វិសមភាពទី2វិសមភាពទី1ហ្នឹងគឺ A ធំជាង B បាទហើយមួយទៀតគឺ C ធំជាង D គេនិយាយថាអាពីរហ្នឹងគឺជាវិសមភាពតែមានទិសដៅដូចគ្នាយើងមើលកន្លែងណាយើងមើលសញ្ញានេះសញ្ញាហ្នឹងគឺសញ្ញាដូចគ្នាបាទគឺបើវាធំនឹង2វាតូចទាំង2បាទតោះអញ្ចឹងយើងទៅមើលទៀតចុះបើក្នុងករណីនេះបើ A ធំជាង B ហើយ C តូចជាង D អាហ្នឹងគឺជាវិសមភាពដែលមានទិសដៅផ្ទុយគ្នាវាជាវិសមភាពទាំងពីរអានេះក៏វិសមភាពអានេះក៏វិសមភាពដែរប៉ុន្តែយើងមើលសញ្ញាកន្លែងនេះសញ្ញាធំហើយសញ្ញាតូចអញ្ចឹងគឺជាវិសមភាពផ្ទុយគ្នាកន្លែងហ្នឹងបាទអំពីលក្ខណៈនៃវិសមភាពបាទអញ្ចឹងតើវិសមភាពវាមានលក្ខណៈយ៉ាងម៉េចអញ្ចឹងយើងរៀនពីកន្លែងវិសមភាពហ្នឹងគឺដើម្បីឈានទៅរកការដោះស្រាយវិសមីការពេលដែលយើងបូកថែមចំនួនថេឬមួយទៅលើអង្គសងខាងឬមួយក៏យើងគុណចំនួនណាមួយទៅអង្គសងខាងតើទិសដៅរបស់វិសមភាពនេះអាសញ្ញាហ្នឹងវាផ្លាស់ប្ដូរយ៉ាងម៉េចទេនឹងយើងសិក្សាកន្លែងហ្នឹងអញ្ចឹងគឺ 2.1 បាទគឺចែកចេញជា3 1 2 3គឺការបូកឬក៏ដកអង្គទាំងពីរនៃវិសមភាពនឹងចំនួន1បាទអញ្ចឹងយើងដឹងហើយវិសមភាពគឺមានអង្គទាំងអង្គវា2អង្គខាងឆ្វេងសញ្ញាអង្គខាងឆ្វេងសញ្ញាអង្គស្ដាំសញ្ញាអញ្ចឹងនៅក្នុងករណីហ្នឹងគឺយើងសិក្សាអំពីការបូកហើយដកបាទនឹងចំនួន1ជាចំនួនថេយើងទៅមើលមេរៀនលោកគ្រូសេទៅបើគេបូកឬដកបាទបូកក្បាលដកក្បាលឬកន្លែងហ្នឹងណាចំនួនតែមួយទៅលើអង្គទាំងពីរនៃវិសមភាពគេបានវិសមភាពថ្មីមានទិសដៅដូចនឹងវិសមភាពដើមអញ្ចឹងយើងទៅមើលឧទាហរណ៍របស់យើងទៅស្រួលជាងអញ្ចឹងដល់តែគេមានវិសមភាពមួយដែលគេឲ្យ25ទុំជាង10បាទអញ្ចឹងគឺសិក្សាក្នុងពីរករណីទី1គឺគេបូកអង្គទាំងពីរនឹង5បាទនេះគឺវិសមភាពដើមបាទអានេះ25វាធំជាង10អញ្ចឹងបើសិនបើខ្ញុំបូកអង្គទាំង2នឹង5ដូចគ្នាបាទអានេះក៏បូកនឹង5អានេះក៏បូកនឹង5អញ្ចឹងនេះបូកចូលគ្នាមកឃើញ15បូកចូលគ្នាឃើញ30អញ្ចឹងវិសមភាពថ្មីក៏វានៅ30យើងឃើញ30គឺធំជាង15ដដែលអញ្ចឹងអ្វីដែលយើងមើលឃើញគឺនេះទិសដៅឃើញអត់នេះឡើងដូចគ្នាបាទវាអត់បានប្រែប្រួលអំពីសញ្ញាធំទៅសញ្ញាតូចទេគឺវានៅតែសញ្ញាធំជាងដដែលឧទាហរណ៍ទី2យើងមានដដែល25 1 10អញ្ចឹងណាអញ្ចឹងដល់នេះយើងលេខបូកយើងដកម្ដងយើងដកអង្គទាំងពីរនេះអង្គទី1អានេះអង្គទី2អញ្ចឹងយើងដកនឹង5នឹងសងខាងទៅយើងដកឃើញ20ហើយនេះគឺ5យើងឃើញថា20វានៅធំជាង5ដដែលទេអញ្ចឹងសញ្ញារបស់វាគឺនៅដដែលសញ្ញាធំដដែលអញ្ចឹងណាបាទអញ្ចឹងនិយាយមកបើសិនបើយើងមានវិសមភាពមួយបើយើងបូកទៅនឹងចំនួនថេណាមួយអីគេចំនួនថេហ្នឹងដែលបូកទៅបូកអង្គទាំងពីរនឹងចំនួនថេណាមួយបើសញ្ញាវាធំវានៅតែធំវិសមភាពថ្មីហ្នឹងបាទដើមសញ្ញាធំអាក្រោយក៏សញ្ញាធំដែរអាមុខសញ្ញាតូចហ្នឹងទៅចង់និយាយថាទិសដៅរបស់វិសមភាពហ្នឹងអត់បានផ្លាស់ប្ដូរទេបាទកន្លែងហ្នឹង 2.2 គឺនិយាយពីការបដូរតួពីអង្គម្ខាងទៅអង្គម្ខាងទៀតនៃវិសមភាពបាទអញ្ចឹងពីមុនមកគឺយើងបូកឬដកមកចំនួនថែមបាទអញ្ចឹងអាទី2ហ្នឹងយើងលែងថែមថយហើយគាត់ថាយើងដកបោះតួម្ខាងទៅតួម្ខាងម្លងបោះតួម្ខាងទៅតួម្ខាងម្លងនេះម្លងអាសញ្ញា4ហ្នឹងណាបាទអញ្ចឹងគឺថាមិនក្នុងវិសមភាពគេអាចលើកតួពីអង្គម្ខាងទៅអង្គម្ខាងទៀតដោយបដូរសញ្ញាបាទស្ដាប់ពាក្យគេគឺទី1បាទអញ្ចឹងដល់ពេលដែលយើងលើកតួមួយទៅតួមួយទៀតគឺទាំងបដូរសញ្ញាហើយគេបានវិសមភាពថ្មីមានទិសដៅដូចវិសមភាពដើមអញ្ចឹងយើងទៅមើលឧទាហរណ៍ទៅយើងទៅមើលឧទាហរណ៍នេះវិសមភាពមួយគឺតោះអីគេបើយើងមានវិសមភាពមួយគឺ A បូក B វាធំជាង C ដក D បាទអញ្ចឹងតើលោកគ្រូអត់ធ្វើយ៉ាងម៉េចឡើយនេះយើងឃើញយើងឃើញ D នៅខាងស្ដាំវាទៅខាងឆ្វេងអញ្ចឹងអ្វីដែលគាត់លើកគឺលើកទាំងសញ្ញានេះពេលលើកទៅកុំលើកតែ D ទៅទេលើកទាំងអាសញ្ញានៅខាងមុខវាហ្នឹងអញ្ចឹងនៅពេលដែលលើកទៅខាងនេះវាទៅជាអីគេ A បូក D បាទបូក B ធំជាង C បាទអញ្ចឹងនៅពេលដែលបោះទៅបោះមកសញ្ញានៅដដែលអត់មានប្រែប្រួលទេបាទប៉ុន្តែអ្វីដែលប្រែនេះអាហ្នឹងគឺអត់ប្រែប្រួលចង់និយាយថាសញ្ញាវិសមភាពអត់ប្រែប្រួលទេប៉ុន្តែអាសញ្ញាមុខតួដែលយើងផ្លាស់ប្ដូរទៅគឺត្រូវដូរសញ្ញាឧទាហរណ៍ថានាងមួយកន្លែងនេះគឺបូក D មកនេះគឺបូក D បូក D ឡើយនេះ
តមកយើងឃើញ B នៅខាងនេះដល់វាលើកគាត់លើកមកខាងនេះវិសមភាពហ្នឹងវាត្រូវបានគេលើកAB ត្រូវបានគេលើកមកខាងស្ដាំអញ្ចឹងឃើញដក B វិញអញ្ចឹងគេខ្ញុំទុក AD មកខាងនៅធំជាង C ដក B ទៅដែរបាទអញ្ចឹងអាហ្នឹងអាពីរហ្នឹងគឺជាវិសមភាពតែមួយទាំងគ្នាបាទគាត់ថាគេបដូរតួគេបោះដក D មកខាងឆ្វេងហើយគេបោះបូក B ទៅខាងស្ដាំប៉ុន្តែអ្វីដែលសំខាន់គឺបូកលើកទៅលើកមកហើយនៅតែសញ្ញាវានៅតែដែរឃើញវិសមភាពថ្មីគឺមានទិសដៅដូចដើមឃើញសញ្ញាធំនិងសញ្ញាធំទៅដែរកន្លែងហ្នឹងអញ្ចឹងឧទាហរណ៍យើងមើលលេខ1នេះតែឧទាហរណ៍មានសមភាពមួយអានេះដក3បូក1យើងដឹងហើយដក2ដក2វាទៅជាង4អញ្ចឹងឥឡូវខ្ញុំសាកបោះអានេះខ្ញុំបោះ4មកខាងនេះមកទៅជាអីគេដក3បូក1ដក4បាទវាទៅជាងគេអញ្ចឹងដល់ពេលដែលខ្ញុំបោះ4ទៅហើយវា0ឡើងហ្នឹងបាទឥឡូវខ្ញុំសាកបោះ1មកខាងនេះវិញអញ្ចឹងគេដក3ដក4វាទៅជាងគេទៅជាងដក1គេដក7វាទៅជាងដក1អញ្ចឹងដោះទៅបោះមកតួដកសញ្ញាមែនប៉ុន្តែទិសដៅវិសមភាពនៅដដែលឃើញអត់ចុងក្រោយបាទហើយសួរថាយើងរៀនលក្ខណៈធ្វើអីគឺរៀនដើម្បីទៅដោះស្រាយពាក្យសម័យកាលទៅថ្នាក់លើបាទហ្នឹងហើយអញ្ចឹងគឺអត់ទាន់មានការផ្លាស់ប្ដូរទេសញ្ញាទិសដៅវិសមភាពគឺទាំងចំណុចទី1ចំណុចទី2គឺនៅដដែលបាទបូកថែមចំនួនផ្សេងមកក៏បានបកថែមចំនួនផ្សេងក៏នៅតែដដែលបោះបោះតួម្លងអង្គពីអង្គមួយទៅអង្គមួយក៏នៅតែទិសដៅវិសមភាពនៅដដែលដែរបាទចំណុច 2.3 គឺការគុណនិងចែកអង្គទាំងពីរនៃវិសមភាពនឹងចំនួន1គេគុណឬចែកអង្គទាំងពីរនៃវិសមភាពនឹងចំនួនវិជ្ជមានពាក្យថាវិជ្ជមានបាទគុណនឹងចំនួនវិជ្ជមានគេបានវិសមភាពថ្មីមានទិសដៅដូចវិសមភាពដើមបាទអញ្ចឹងយើងមានវិសមភាពមួយហើយអញ្ចឹងបើសិនបើយើងយកទៅគុណយកលេខ1ដែលជាចំនួនវិជ្ជមានមិនធំជាង0ហ្នឹងយើងយកទៅគុណនឹងអង្គខាងឆ្វេងអង្គខាងស្ដាំទៅវិសមភាពគឺអត់បានបដូរទិសដៅទេទិសដៅវិសមភាពគឺបានត្រូវបានរក្សាអញ្ចឹងណាបាទអញ្ចឹងចំពោះគ្រប់ចំនួនពិតបាទចំនួនពិតហ្នឹង A B ហើយ C ដែល C ធំជាង0នេះ A B គឺវិសមភាពដើមនឹងឯង A ធំជាង B យ៉ាងទៅតែ C ដែលយើងយកមកគុណនេះចំនួនវិជ្ជមាននេះអញ្ចឹងគឺ C លក្ខខណ្ឌគឺទៅធំជាង0បាទអញ្ចឹងបើសិនបើ A ធំជាង B ហើយយើងគុណនឹង C យើងយក A គុណនឹង C ហើយ B គុណនឹង C ដែល C ហ្នឹងគឺចំនួនវិជ្ជមានអញ្ចឹងវិសមភាពនៅរក្សាទិសដៅដដែលបាទធំកន្លែងទៅធំដដែលអញ្ចឹងបើថា A គុណនឹង C វានៅធំជាង B គុណនឹង C បាទអញ្ចឹងយើងទៅមើលឧទាហរណ៍មួយទៅឧទាហរណ៍ថាយើងមានវិសមភាពមួយដែល2វាទៅជាង5យើងដឹងហើយ2គឺវាទៅជាង5នឹងឯងបើសិនមកគុណអង្គទាំងពីរអាអង្គទី1ខាងនេះអង្គទី2ខាងនេះយើងគុណនឹងចំនួន1ដែលចំនួនហ្នឹងគឺ4ដែល C របស់យើង4គឺវាធំជាង0ហើយអញ្ចឹងយក2គុណ4ឃើញបាន8 5គុណ4គឺ20អញ្ចឹងយើងឃើញ8វាទៅជាង20បាទអញ្ចឹងវិសមភាពថ្មីវិសមភាពដើមគឺរក្សាតម្លៃដដែលនេះឃើញសញ្ញាវាគឺទិសដៅដដែលរក្សាភាពទិសដៅវិសមភាពត្រូវបានរក្សាបាទអត់មានអានេះសញ្ញាតូចទៅជាសញ្ញាធំអត់ទេខុសកន្លែងហ្នឹងបាទមួយទៀតបើសិនបើ A ធំជាង B គេបាននេះគេ A ធំជាង B បើសិនបើគេចែកយ៉ាងចែក C អានឹងចែក C ដែរហើយ C គឺត្រូវវិជ្ជមានអញ្ចឹងទិសដៅវិសមភាពគឺត្រូវបានរក្សាដែរអញ្ចឹងឧទាហរណ៍ដដែលគឺ2ទៅជាង5អញ្ចឹងឡើងចែកឡើងគុណយើងចែកម្ដងបាទយើងចែកនឹង2តែ2គឺធំជាង0ហ្នឹងអញ្ចឹងយើងយកអង្គទី1មកចែក2ចែក2ក៏បាន1 5ចែក2ក៏បាន5លើ2ឬក៏2កន្លះហ្នឹងយើងឃើញថា1វាតូចជាង2កន្លះបាទអញ្ចឹងទិសដៅវិសមភាពគឺត្រូវរក្សាសញ្ញាតូចនៅតែសញ្ញាតូចដែរវិសមភាពរក្សាទិសដៅកន្លែងហ្នឹងឯងបាទកន្លែងនេះខ្ញុំអត់ច្បាស់ថាលុះត្រាតែឬក៏យ៉ាងម៉េចទេកន្លែងនេះដូចជានៅក្នុងសភៅក្រសួងគេដាក់នោះកន្លែងហ្នឹងបើ A ធំជាង B នោះ AC ធំជាង BC កន្លែងនេះគឺនោះដែរអញ្ចឹងណាបាទប៉ុន្តែកន្លែងនេះខ្ញុំអត់ដឹងថាលោកគ្រូគាត់វាយខុសឬមួយក៏ខ្ញុំអត់ដឹងដែរតែខ្ញុំអានតាមសភៅក្រសួងខ្លះដែរអញ្ចឹងណាបាទសភៅក្រសួងកន្លែងសរសេរថានោះបាទហ្នឹងហើយបាទសារក្នុងករណីដែល C វិជ្ជមាន C ធំជាង0និង C វិជ្ជមាននឹងឯងបាទអញ្ចឹងយើងទៅមើលទៀតបើសិនបើគេគុណឬចែកអង្គទាំងពីរនៃវិសមភាពនិងចំនួនអវិជ្ជមានបាទខុសហើយពីមុនចំនួនវិជ្ជមានចំនួនអវិជ្ជមានបាទគេបានវិសមភាពថ្មីមានទិសដៅផ្ទុយពីវិសមភាពដើមហ្នឹងហើយអញ្ចឹងបើគុណឬចែកទាំងចំនួនវិជ្ជមានវិសមភាពរក្សាទិសដៅបើគុណឬចែកនឹងចំនួនអវិជ្ជមានវិសមភាពត្រូវបដូរទិសដៅចាំកន្លែងហ្នឹងបាទគឺថាបើចំពោះគ្រប់ចំនួនពិត A B និង C ដែល C ធំជាង0តែពិតកន្លែងគឺ C តូចជាង0អ្នកនេះនឹងចំនួនអវិជ្ជមានកន្លែងគឺ C តូចជាង0ទេបាទអញ្ចឹងបើ A ធំជាង B ហើយ C អវិជ្ជមានអញ្ចឹងដល់ពេលដែលយើងយកមកយើងយក A គុណនឹង C B គុណនឹង C ដែរអញ្ចឹងត្រូវដូរទិសដៅនេះឃើញសញ្ញាហ្នឹងគឺសញ្ញាធំវាទៅជាតូចវិញអញ្ចឹងណាបាទដូចគ្នាដែរបើសិនបើយើងចែក A ធំជាង B ហើយ C គឺតូចជាង0បើខ្ញុំយក A ចែកនឹង C B ក៏ចែកនឹង C វាត្រូវដូរទិសដៅអញ្ចឹងបាទគឺកន្លែងហ្នឹងទេយើងត្រូវទៅបើចាំឡើយនេះបើគុណនឹង C វិជ្ជមានវិសមភាពរក្សាទិសដៅបើ C អវិជ្ជមានគឺវិសមភាពទៅដូរទិសដៅអញ្ចឹងយើងទៅមើលឧទាហរណ៍ទៅដែរឧទាហរណ៍ថា2ជាមួយ5 2ទៅជាង5អញ្ចឹងអញ្ចឹងបើខ្ញុំគុណអង្គសងខាងនឹងដក2បាទដក2នៅ C ស្មើដក2អីគេ C ស្មើដក2វាទៅជាង0អញ្ចឹងបាទខ្ញុំគុណខ្ញុំយកនេះគុណអីគេខ្ញុំគុណដក2ឃើញបាន2គុណដក2ឃើញដក4អានេះបាន5គុណដក2ឃើញដក10អញ្ចឹងឃើញនេះដក10គឺវាតូចជាងដក4ឬក៏ដក4ធំជាងដក10ហ្នឹងឯងបាទអញ្ចឹងយើងមើលទៅឃើញ
ដូរគ្នាអញ្ចឹងហ្នឹងហើយបាទមួយទៀតឧទាហរណ៍ថា2តូចជាង4អញ្ចឹងខ្ញុំយកសេស្មើដក2ដដែលមកគឺតូចជាង0បើខ្ញុំចែកខ្ញុំយក2ចែក1ដក2 4ចែក1ដក2អានេះស្មើប៉ុន្មានគ្នាគឺដក1អានេះស្មើប៉ុន្មានដក2អញ្ចឹងយើងឃើញដក1មួយដក2អានេះគឺវាដក1វាធំជាងដក2វិសាភាពក៏នៅតែដូរទិសដៅដែរបាទអញ្ចឹងនិយាយមកវិញទៅកន្លែងហ្នឹងទាំង3ហ្នឹងគឺគ្រាន់តែយើងចាំសិនទៅហើយយើងឡើងទៅលើយើងនឹងស្រាយសមីការទៅយើងចាំស្ទាត់ហើយទី1គឺបូកដកអង្គទាំងពីរនឹងចំនួនថេមួយគឺអត់ដូរទិសដៅវិសមភាពទី2បោះតួឡើងចុះឆ្វេងស្ដាំក៏អត់ដូរទិសដៅវិសមភាពទី3វិសមភាពអាចដូរទិសដៅនៅពេលដែលយើងគុណអង្គទាំងពីរនៃវិសមភាពនឹងចំនួនអវិជ្ជមានបាទហ្នឹងតែប៉ុណ្្នឹងទេ